មីងក្រហមភ្លាមរួចដោះស្រាយបញ្ហាភ្លាមក្រៅពីការបិទវាដោយខ្លួនឯងបន្ទាប់មកនាងបានលាតដៃស្ដាំរបស់នាងដូចជាតើព្រះពុទ្ធហៀបនឹងរើសយកអ្វីអំពើហិង្សារាប់ពាន់ម៉ាយលំពេងផ្កាផ្លែពេលភ្លៀងបានបើកភ្លាមនៅពេលដែលដៃស្ដាំរបស់នាងបង្កើតជាក្រញាំរំពេចនោះលំពេងដ៏ទេវភាពបានហោះឡើងពួកគេបានមកដល់បាវភ្លាមនៅក្នុងដៃរបស់មីងជីវាបង្ហាញថានាងធ្លាប់ជាមន្ត្រីប៉ូលីសមេដឹកនាំគឺឧត្តមសេនីយ៍ជីវឹងភ្លៀងផ្កាពេលបានសម្លាប់ពួកគេមនុស្សអាក្រក់រាប់មិនអស់ត្រូវបានសម្លាប់កាលពី18ឆ្នាំមុនគាត់បាននាំធាងបាវសងកូនប្រុសតែម្នាក់ឯងបានប្រថុយប្រឋានចូលទៅក្នុងការជួបជុំរបស់ពួកមនុស្សអាក្រក់ជាឌីជិនឡងហើយមេដឹកនាំបានឃើញថាគាត់នៅម្នាក់ឯងអ្នកណាហ៊ានចូលលុកលុយក្នុងរូងភ្នំរបស់ខ្លួនត្រូវទទួលខុសត្រូវភ្លាមគាត់បានហៅបុរសរបស់គាត់ឲ្យមកសម្លាប់ពួកគេគាត់ទោះជាយ៉ាងណាក៏ដោយការលុបបំបាត់អំពើអាក្រក់របស់ជ្រូកខ្មៅគឺជារឿងធម្មជាតិក្មួយប្រុសរបស់គាត់ផ្កាយចុះពីភ្នំ9ហ្វូនិកភ្លាមនោះអ្នកក្រោមបង្គាប់ម្នាក់បានរាយការណ៍ថាស្វាមីរបស់គាត់ជោគវាសនារបស់គាត់មិនទាន់ដឹងនៅឡើយទេបន្ទាប់ពីត្រូវបានវាយប្រហារស្ត្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងបទចម្រៀងនោះមេដឹកនាំបានឆ្លៀតឱកាសនោះហើយរត់គេចខ្លួនយ៉ាងរហ័សឃើញបែបនេះនាងគ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅវិញមុនគេឡើយពេលសម្លឹងមើលស្វាមីរបស់នាងមិននឹកស្មានថាបុរសម្នាក់នេះបានចិត្តស្លាប់ហើយគាត់ចង់បានប្រពន្ធគាត់គុំសងសឹកខ្លួនឯងអីសួរស្ត្រីទៅគាត់នឹងមិនប្រើកម្លាំងម្ដងទៀតក្នុងជីវិតរបស់គាត់ទេពីព្រោះលោកបានបង្ក្រាបជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មដែលមានអង្គការវាត្រូវបានកំណត់គោលដៅរួចហើយដោយស្ត្រូវរាប់មិនអស់បុរសនោះចង់ឲ្យនាងក្លាយជាមនុស្សធម្មតាការពារសុវត្ថិភាពប្រជាជនពេលកូនប្រុសរបស់គាត់ធំឡើងគាត់ចង់ឲ្យប្តីរបស់គាត់នាងមិនព្រមចាកចេញពីពូជពង្សរបស់នាងទេគាត់បានបិទការដាំដុះរបស់គាត់ហើយយល់ព្រមភាគីម្ខាងទៀតឈប់ប្រើកម្លាំង18ឆ្នាំបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកហើយគាត់វាបានក្លាយជាសាលាសិល្បៈក្បាច់គុនខេងយ៉ានមួយក្នុងចំណោមសាលាស្ត្រីសម្អាតដែលមើលថែក្មេងពេញមួយថ្ងៃជីនិងបងស្រីច្បងរបស់គាត់បានវឹកហាត់ក្បាច់គុនដោយស្មារតីដ៏អស្ចារ្យគាត់មានអារម្មណ៍រីករាយប៉ុន្តែគាត់មិនដឹងថាគាត់ធ្លាប់ធ្វើអ្វីនោះទេសូម្បីតែលំពេងដ៏ជំនាញបំផុតក៏មិនអាចប៉ះវាបានដែរប៉ះព្រោះកាំភ្លើងនេះបានក្លាយជានិមិត្តរូបនៃយុវវ័យទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សាលាសិល្បៈក្បាច់គុនយុនវូគាត់ដែលគ្រាន់តែជាអ្នកសម្អាតម្នាក់មិនត្រូវបានអនុញ្ញាតឲ្យប៉ះវាទេសូម្បីតែកូនប្រុសរបស់គាត់ក៏បានណែនាំគាត់កុំឲ្យធ្វើដូច្នេះដែរកុំធ្វើឲ្យខ្លួនឯងខ្មាស់អៀននៅទីនេះភ្លាមនោះហេឈីងឈីងបាននាំយកដំណឹងមកព័ត៌មានថ្មីប៉ូលីសនឹងនៅទីនេះក្មេងប្រុសនោះមានសេចក្តីសោមនស្សរីករាយចំពោះដំណើរការជ្រើសរើសនិងការបន្ទាបឋានៈគាត់ចង់ចុះឈ្មោះប៉ុន្តែម្ដាយរបស់គាត់សាច់ញាតិរបស់គាត់បានបញ្ឈប់គាត់ព្រោះគាត់ខ្ញុំមិនចង់ឲ្យកូនខ្ញុំទៅប៉ុស្តិ៍ប៉ូលីសទេដើម្បីធ្វើកំហុសរបស់ខ្លួនម្ដងទៀតប៉ុន្តែក្មេងប្រុសនោះបានទ្រាំទ្រគ្រប់គ្រាន់ហើយគាត់មិនចង់បានការគ្រប់គ្រងពីម្ដាយគាត់ទេហើយដោយសារតែគាត់ជាកូនប្រុសរបស់ស្ត្រីសម្អាតម្នាក់គាត់ចង់ឲ្យគេចង្អុលបង្ហាញហើយនិយាយអំពីចូលរួមជាមួយកម្លាំងប៉ូលីសហើយឡើងឋានៈប៉ុន្តែស្ត្រីនោះបានគិតអំពីវិធីសាស្ត្ររបស់ស្វាមីនាងការណែនាំចុងក្រោយជាមួយនឹងការទាមទារយ៉ាងម៉ឺងម៉ាត់គាត់ហាមឃាត់គាត់មិនឲ្យទៅប៉ុន្តែកូនប្រុសរបស់គាត់ក៏គាត់មានហេតុផលផ្ទាល់ខ្លួនរបស់គាត់ដែលចង់ស៊ើបអង្កេតឆ្នាំដែលឪពុកខ្ញុំត្រូវបានគេធ្វើឃាតការពិតដើម្បីសងសឹកឪពុករបស់គាត់សូម្បីតែបងស្រីច្បងក៏យល់ព្រមដែរសេចក្តីថ្លែងការណ៍របស់ក្មេងប្រុសដើម្បីបញ្ឈប់ក្មេងស្រីកុំពន្យាពេលការអភិវឌ្ឍរបស់ក្មេងប្រុសទោះជាយ៉ាងណាក៏ដោយទស្សនវិស័យនាពេលអនាគតការចូលទៅក្នុងការល្បាតនេះមានមុខតំណែងតែ3ប៉ុណ្ណោះនៅក្នុងការិយាល័យចាប់ខ្លួនតើអ្នកណាទៅគិតថាសាលាក្បាច់គុនគ្រួសារវងក៏នឹងបើគាត់ចង់ចូលរួមគាត់សុំសួរថាសូមស្នើដល់ប្រធានប៉ុស្តិ៍នគរបាលមេត្តាផ្ដល់ព័ត៌មានផងឱកាសមួយសម្រាប់ខ្លួនឯងបពុទាំងពីរអ្នកប្រដាល់3នាក់នឹងប្រកួតគ្នាអ្នកណាឈ្នះការប្រកួត2លើកជាអ្នកឈ្នះអ្នកទាំង3ត្រូវបាននាំយកមកក្នុងកម្លាំងប៉ូលីសអ្នកគ្រប់គ្រងបានបង្ហាញថាចំនួនមុខតំណែងដែលមាននៅក្នុងក្រុមហ៊ុនគឺមិនបានបញ្ជាក់
ពិតណាស់ប៉ុន្តែមិននឹកស្មានដល់ភីគីម្ខាងទៀតមានការអាក់អន់ចិត្តដល់កម្រិតអាត់បលម៉ាមានន័យថាភីគីចាញ់ត្រូវតែបិទសាលាក្បាច់គុណហើយដកហូតអាវុធចាប់ពីពេលនោះមកគាត់បានចាក់ចេញពីពិភពគុណម្ចាស់សារមន្ទីរស្ទាក់ស្ទើរមួយសន្ទុះប៉ុន្តែសម្រាប់គាត់អាចចូលទៅក្នុងកម្លាំងប៉ូលីសបានសិស្សទាំង3នាក់បានទាមទារម្ចាស់សារមន្ទីរបានយល់ព្រមប៉ុន្តែមិននឹកស្មានដល់ទោះជាយ៉ាងណាក៏ដោយភីគីម្ខាងទៀតខ្វះក្រមសីលធម៌ក្បាច់គុណហើយបានឡើងទៅគាត់បានមកប្រឈមមុខនឹងអ្នកប្រយុទ្ធលេខ1បងស្រីច្បងបាត់ជើងតូចបណ្ដាលឲ្យនាងបាត់បង់អំណាចរបស់គាត់ត្រូវបានបាត់បង់ប៉ុន្តែមានតែបុរសទេដែលនៅសេសសល់នៅលើវាលនៅថ្ងៃនេះកុមារនិងហេឈីងឈីងម្ចាស់វិមានវងដែលគ្មានភាពខ្មាស់អៀនបានសាយចំអកឲ្យពួកគេមិនអាចប្រមូលមនុស្សបានគ្រប់គ្រាន់ទេដូច្នេះពួកគេគ្រាន់តែទទួលយកខ្ញុំនឹងទទួលយកការបរាជ័យប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្មេងប្រុសនោះគាត់បានបង្ហាញថាគាត់នឹងលេងក្នុងការប្រកួតពីគឺម្ដាយរបស់គាត់ឪពុកម្ដាយរបស់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងពួកគេបានបញ្ឈប់ខ្ញុំភ្លាមសូម្បីតែចៅហ្វាយរបស់គាត់ក៏ព្យាយាមបញ្ឈប់គាត់ដែរកុំធ្វើជាមនុស្សប្រុសអីតែក្មេងប្រុសវិញគឺដូចជាវាដូចជាការញ៉ាំទម្ងន់មួយតែត្រូវបានរឹងចិត្តត្រូវតែសាកល្បងព្រោះគាត់ចង់បានដើម្បីឡើងខ្ពស់ជាងអ្នកដទៃដោយឃើញបែបនេះគ្រូបានធ្វើដូច្នេះបន្ទាប់មកឪពុកបានអនុញ្ញាតឲ្យហេឈីងឈីងទៅមុនគាត់បានចូលទៅក្នុងទីលានប៉ុន្តែមិននឹកស្មានដល់គូប្រកួតមិនបានការអំពាវនាវឲ្យមានគុណធម៌យោធាបាននាំមកនៅក្រុមហ៊ុន Red City ជើងឯកក្បាច់គុណ3សម័យកាលជាប់គ្នាពិតណាស់បន្ទាប់ពីធ្វើចលនាពី3គូប្រកួតកណ្ដាប់ដៃមួយបានធ្លាក់មកលើពោះរបស់ក្មេងស្រីនោះបន្ទាប់មកគាត់ដោយឃោរឃៅស្ត្រីនោះត្រូវបានបញ្ជូនឲ្យហោះឡើងដោយឈរយ៉ាងរឹងមាំសេះបានធ្វើចលនាដោយសម្ងាត់ប៉ុន្តែវាបានស៊ូទ្រាំនឹងវាការឈឺចាប់ដ៏ខ្លាំងនៃការត្រូវបានបិទជិតក្មេងស្រីនោះត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពហើយគាត់មិនបានធ្វើឲ្យស្ត្រីនោះខកចិត្តឡើយដោយការទាត់តែមួយដងគាត់បានវាយគូប្រកួតឲ្យសន្លប់គាត់ត្រូវបានទាត់សន្លប់ហើយទទួលបានជ័យជំនះលើកដំបូងប៉ុន្តែស្ដេចនោះទោះជាយ៉ាងណាក៏ដោយម្ចាស់សារមន្ទីរបានបង្កាច់បង្ខូចក្មេងស្រីនោះបញ្ហាគឺថាគាត់បានឃើញស្ត្រីនោះយ៉ាងច្បាស់ពួកគេបានធ្វើសកម្មភាពដោយសម្ងាត់ប៉ុន្តែមនុស្សជឿពាក្យសម្ដីរបស់គាត់ហើយគិតដល់រឿងនេះតើ Bell Energy មានចំណុចខ្លាំងអ្វីសូម្បីតែកូនប្រុសរបស់គាត់ក៏មើលងាយគាត់ដែរព្រោះបើម្ដាយខ្ញុំពិតជាអស្ចារ្យមែននោះខ្ញុំតើ18ឆ្នាំនេះមិនអាចទៅរួចយ៉ាងដូចម្ដេចឃើញបែបនេះបន្ទាប់ពីគាត់និយាយចប់ដោយមិនអើពើនឹងការជំទាស់របស់ម្ដាយគាត់ដើរចូលទៅក្នុងសង្វៀនហើយផ្ដួលគូប្រកួតរបស់អ្នកឧក្រិដ្ឋជនម្នាក់ទៀតដែលចង់បានត្រូវបាននាំខ្លួនរ៉េនទូមានពាក្យចាមអារាមថាក្បត់ជាតិខូលខៅនិងអាក្រក់ខ្ញុំមិនដែលនឹកស្មានដល់ថាយ៉ាងណាក៏ដោយគាត់បានរត់គេចខ្លួនចូលទៅក្នុងសាលាក្បាច់គុណរបស់គ្រូសាវងសារមន្ទីរប៉ុន្តែក្មេងប្រុសនោះមិនមានតតែសោះគូប្រកួតបន្ទាប់ពីធ្វើចលនាមួយចំនួនវាបណ្ដាលមកពីសកម្មភាពរបស់បុរសនោះដែលធ្វើឲ្យយាវម្ដាយដែលមានការថប់បារម្ភបាននិយាយថាខូចចិត្តចលនានេះត្រូវបានដោះស្រាយហើយមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមិនគួរឲ្យជឿតាមពិតគាត់ដោយមានភ្នែកមុតស្រួចបែបនេះប៉ុន្តែក្មេងនោះមិនស្ដាប់គាត់ទូចឲ្យប្រើវិធីសាស្ត្រផ្ទាល់ខ្លួនរបស់អ្នកនេះត្រូវបានដោះស្រាយដោយប្រើវិធីសាស្ត្រជាក់លាក់មួយមនុស្សឆ្លាតនិយាយត្រូវទេខ្ញុំមិនទាន់បានដាក់ឈ្មោះខ្លួនឯងនៅឡើយទេការសងសឹករបស់ឪពុកខ្ញុំនៅតែមិនទាន់ចប់នៅឡើយទេខ្ញុំបាក់មិនទាន់មានថ្ងៃល្អនៅឡើយទេខ្ញុំមិនអាចនិយាយបានទេខ្ញុំមិនអាចនិយាយបានទេមកអូយជុំទី2នេះអ្នកទាំងអស់គ្នាវាជាមូលហេតុដែលបាត់បង់ទៅហើយតើអ្នកណានឹងលេងក្នុងការប្រកួតលើកទី3ខ្ញុំពិតជាមិនអនុញ្ញាតឲ្យជនពិការម្នាក់នេះប្រយុទ្ធម្ដងទៀតទេប្រហែលជាមួយប្រកួតមែនទេមក160 Kel Fangen ក្នុងការប្រកួតនេះខ្ញុំគ្មានអ្នកណាចាញ់ឡើយប៉ុន្តែខ្ញុំនឹងលេងជាមួយអ្នកនៅក្នុងការប្រកួតលើកទី3អ្នកជាបុរសដែលចូលចិត្តពិធីបុណ្យថាបូកំពុងយក
គាត់ចង់ទាត់មនុស្សរាល់ពេលដែលគាត់លេងជាមួយអំបោះតើវាបានលេចចេញជារូបរាងហើយឬនៅអ្នកគិតថាអ្នកអាចសូត្របានពី3បន្ទាត់ទេគន្លឹះសម្រាប់ជួយឲ្យចងចាំគឺគ្រាន់តែបង្វិលដំបូងពី3ដើមហើយអ្នករួចរាល់ហើយតើអ្នកអាចប្រយុទ្ធទៅលើនេះបានទេអ្នកចង់ខ្ញុំនឹងបំពេញតាមបំណងប្រាថ្នារបស់អ្នកមីងកៅកុំប្រញាប់ពេកយើងទទួលស្គាល់ការបរាជ័យហើយអាហ្វេងសាលាសិល្បៈក្បាច់គុននេះមិនមានអ្វីតាក់ទងនឹងអ្នកទេអ្នកមិនត្រូវមានទំនាក់ទំនងជាមួយគាត់ឡើយចូលរួមឲ្យបានលឿនណា